បាទជំរាបសួរបងប្អូនប្រជាកសិករជាអ្នកចិញ្ចឹមជ្រូកទាំងអស់បាទថ្ងៃនេះខ្ញុំមានជីវីដេអូមួយបង្ហាញពីភាពចិញ្ចឹមជ្រូកដើម្បីបានទទួលបានផលចំណេញខ្ពស់បាទជាកលឹះខ្លះៗដែលបទពិសោធន៍កន្លងមកដែលខ្ញុំចុះត្រួតពិនិត្យតាមរោងក៏ដូចជាតាមការព្យាបាលនេះគឺជាបទពិសោធន៍របស់លោកគ្រូម្នាក់ដែលក៏ជាមិត្តភ័ក្តិដែរក៏ជាតិជនឃើញថាទទួលបានល្អប្រសើរនេះក៏ខ្ញុំផ្ដល់ជាកលឹះខ្លះៗដើម្បីបងប្អូនដែលមានគោលបំណងក្នុងការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារពាក់កណ្ដាលឧស្សាហកម្មដែលនៅតាមលក្ខណៈគ្រួសារនៅផ្ទះហ្នឹងបាទយើងអាចពិនិត្យមើលគឺគាត់ទីមួយគឺគាត់មានចិញ្ចឹមមេដោយខ្លួនឯងបាទមេមាន3 4ក្បាលអញ្ចឹងមកពេលនោះគឺធ្វើឲ្យមេជ្រូករបស់គាត់មានការពោពោះជាបន្តបន្ទាប់ជាលក្ខណៈវិលជុំបាទដូចយើងឃើញអញ្ចឹងគឺមានកូនជ្រូកមានជ្រូកសាច់មានមេជ្រូកអញ្ចឹងគឺគាត់មានគ្រប់វ័យតែម្ដងអញ្ចឹងធ្វើឲ្យងាយស្រួលហើយមានន័យថាបើសម្រាប់បងប្អូនអ្នកគ្នាចិញ្ចឹមយើងតែងតែត្រូវការថវិកាមួយចំនួនដើម្បីផ្គត់ផ្គង់ទៅលើចំណីដើម្បីបានទៀងទាត់កុំឲ្យខ្វះខាតអញ្ចឹងគឺគាត់ចិញ្ចឹមបែបនេះគឺមានលក្ខណៈល្អប្រសើរទី1ពេលដែលគាត់មានជ្រូកសាច់ទៅគាត់លក់បញ្ចេញជ្រូកសាច់នេះទៅគាត់អាចបានថវិកាមួយចំនួនអាចយកទៅលើចំណីឬក៏វាក់សាំងឬអីហើយជ្រូកមេជ្រូកផ្សេងទៀតគឺគាត់បានមានន័យថាបានកាត់កូនមកអញ្ចឹងគឺល្អប្រសើរមែនតើលើលក្ខណៈបែបនេះគឺខ្ញុំសូមកត់សារហ្នឹងតើតើអង្គជាមួយនឹងការចិញ្ចឹមជាលក្ខណៈវិលជុំតម្លៃចំណុចមួយទៀតគឺគាត់មានការអនាម័យបានត្រឹមត្រូវគឺមួយថ្ងៃគាត់បាញ់ទឹក2ទៅ3ដងផ្ដល់ចំណីបានគ្រប់គ្រាន់បាទអញ្ចឹងអត់ដែលមានជំងឺអីកើតឡើងធ្ងន់ធ្ងរទេវាអាចមានរាកតិចតួចក៏ដូចជាផ្លូវដង្ហើមខ្លះបាទនេះគឺជាទូទៅគ្រប់រោងចិញ្ចឹមជ្រូកណាក៏មានជួបប្រទះដែរចំណុចពិសេសនោះមួយទៀតនោះគឺទ្រុងរបស់គាត់យើងគាត់ឃើញការធ្វើទាំងអស់នេះគឺដោយដៃរបស់គាត់មើលទៅអត់ស្អាតប៉ុន្តែគឺកាត់បន្ថយនៃការចំណាយគឺការរៀបអិតការធ្វើអីទាំងអស់គឺដោយដៃខ្លួនឯងអញ្ចឹងគឺកាត់បន្ថយការចំណាយនេះក៏ជាកលឹះមួយសម្រាប់បងប្អូនប្រជាកសិករដែលជាអ្នកចិញ្ចឹមជ្រូកថ្មីថ្មោងយើងគួរតែរៀបចំបែបហ្នឹងគឺយើងកាត់បន្ថយការចំណាយការថ្លៃដើមទុនច្រើនទើបយើងចិញ្ចឹមជ្រូកបានចំណេញបាទអញ្ចឹងគឺជ្រូកគាត់លក់គ្រប់វគ្គសឹងតែគ្រប់ខែបានអញ្ចឹងចេញមួយខែចូលមួយខែចេញមួយខែចូលមួយខែព្រោះយើងឃើញជ្រូកមានកូនជ្រូកសាច់ជ្រូកពាក់កដាលបាទឬក៏ជ្រូកចិត្តល្មមលក់ហើយនឹងមេជ្រូកមាន4គាត់នឹងគ្រងដាក់ដល់5 6អញ្ចឹងបែបនេះគឺល្អប្រសើរហើយគាត់ក៏ជាអ្នកគ្រូបណ្ដុះបណ្ដាលមួយដែរអញ្ចឹងធ្វើបែបនេះល្អប្រសើរខ្ញុំជាកលឹះមួយដែលចែកជូនបងប្អូនអរគុណវាអាចជាវិធីសាស្ត្របន្តិចបន្តួចដើម្បីបងប្អូនអរគ្នាយកទៅអនុវត្តដើម្បីទទួលបានជោគជ័យហើយបងប្អូនអរគ្នានៅមានការស្ពេចស្ពិលអាចសាកសួរព័ត៌មានតាម Telegram ខាងលើបានសូមគោរពអរគុណសូមគោរពលាបាទ